ជាទូទៅការអំពាវនាវរបស់សមាគមមិនខុសអីពីអ្វីដែលគាត់លើកឡើងនោះទេប៉ុន្តែនៅពេលបច្ចុប្បន្ននេះយើងមិនអាចខាត់បានដោយសារអីដោយសារតែអឺទី1គេហៅថាទីផ្សារសេរីហើយម្យ៉ាងទៀតតម្រូវការរបស់ប្រជាពលរដ្ឋខ្ពស់ដោយសារតែតាក់ទងទៅនឹងដីដោយសារតែបងប្អូនដាំដំឡូងគាត់បែរពីដំឡូងមករកស្វាយចន្ទីវិញដល់យើងទៅសម្រុកដាំស្វាយចន្ទីលើដីដំឡូងនឹងឯងអានឹងហើយដែលជាបញ្ហាដែលឲ្យធ្វើឲ្យដំណាំស្វាយចន្ទីឡើងថ្លៃប៉ុន្តែថាឲ្យហាមឃាត់ឲ្យគាត់លក់ស្តង់ឬកន្លែងបណ្ដុះកូនឈើបណ្ដុះកូនចន្ទីនឹងឯងឲ្យគិតតម្លៃធ្លាក់ចុះមកវិញអត់មានធ្លាក់ចុះទេមានតែឡើងថ្លៃអានឹងគឺតាមការពឹងទុករបស់ផាន់ខ្ញុំព្រោះហេតុអីបានន័យថានៅពេលនេះកន្លែងស្តង់បណ្ដុះកូនឈើឬក៏ថ្នាលបណ្ដុះកូនចន្ទីនឹងឯងវាអស់គ្រប់កន្លែងហើយអ្នកកក់លុយរហូតដល់មួយដើមដល់ទៅ3500ទៅ4000ក្នុងមួយដើមអានេះគឺតម្លៃដូចឆ្នាំ2021តម្លៃវាមួយដើមត្រូវ1រៀលអានឹងវាអាចហក់ដល់កម្រិតប៉ុណ្ណឹងទៀតបើសិនជាតាមការប៉ាន់ស្មានរបស់ប៉ុនខ្ញុំអត់មានចុះបានទេតាប់កូនចន្ទីដូចខ្ញុំនិយាយខាងលើនេះมันអាចវិលមករកតម្លៃដើមវិញបានទេដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋច្រើនមែនទែនតាក់ទងទៅនឹងកូនស្វាយចន្ទីឥឡូវមានរហូតដល់កក់លុយមួយដើម3000ទៅ3500ដោយសារតែតម្រូវការរបស់កសិករច្រើនហើយវិលមកតម្លៃដូចដើមវិញប្រហែលជាមិនអាចដោយសារអីដោយសារតែកសិករសពថ្ងៃគាត់កំពុងតែជំរុញដាំចន្ទីដោយសារតែឃើញស្វាយចន្ទីហាក់បីដូចមានទីផ្សារល្អគាត់ហក់មកដាំចន្ទីច្រើនវិញហើយយើងទៅកូនចន្ទីត្រូវតែអស់ហើយបណ្ដុះទល់ខែ7ឬខែ8មិនបានកូនទៅបណ្ដុះសាថ្មីកាត់តសាថ្មីទាំងអស់គ្រប់កន្លែងដែលយើងសិក្សាហើយនឹងអ្នកដែលរផលប៉ះពាល់តកតងទៅនឹងកសិករគាត់អត់ទាន់ដល់តម្លៃប៉ុនឆ្នាំ2021-22ទេឆ្នាំ2021-22រហូតដល់មួយដើម1រៀលរហូតដល់មួយដើម5000ក៏មានដែរដល់យើងទៅតម្លៃសប្តាហ៍ថ្ងៃនេះវាអត់ទាន់ហក់ឡើងដល់កម្រិតប៉ុណ្ណោះហើយកសិករតើគាត់ត្រូវការហើយតម្លៃប៉ុណ្ណាក៏គាត់ត្រូវការដាំដែរអានឹងវាពិបាកយ៉ាងហ្នឹងមិនថាគាត់ចាំនេះឡើងថ្លៃហើយចាំក្រោយគាត់រងចាំដើម្បីដាំចាំក្រោយអត់ទេព្រោះតម្រូវការជាទូទៅកសិករតើគាត់ត្រូវការហើយត្រូវតែដាំថ្លៃប៉ុណ្ណាក៏ត្រូវតែដាំរហូតដល់មួយដើម5000ជាងទៅ6000ក៏គាត់ដាំដែរសហគមន៍ហើយនឹងកសិករដូចមិនមានអ្វីដែលបានដាក់ពាក្យថ្នាក់សុំទៅក្រសួងដើម្បីជួយអន្តរាគមន៍ទេព្រោះទីផ្សារវាពិបាកកំណត់នៅស្រុកយើងដល់យើងទៅវាតម្រូវការរបស់កសិករខ្ពស់ហើយកាលណាដែលយើងដាក់ពាក្យស្នើសុំទៅក្រសួងដើម្បីឲ្យក្រសួងជួយគិតគូរតាក់ទងទៅនឹងតម្លៃចន្ទីវាផ្ដោតធនទៅលើទីផ្សារសេរីដែរអញ្ចឹងมันអាចក្រសួងមកហាមឃាត់កសិករបានទេឬក៏มันអាចមកហាមឃាត់ស្តង់បានទេតាក់ទងទៅនឹងកន្លែងកសិដ្ឋានបណ្ដុះកូនចន្ទីនឹងឯងសម្រាប់កសិករដាំពូជបុរាណយើងហៅថាពូជបុរាណពូជដូនតានៅពេលបច្ចុប្បន្ននេះកំពុងតែកាប់បណ្ដាស្ទើរថាគ្រប់កន្លែងដោយសារតែគាត់ងាកមកដាំពូជទំនើបវិញទី1ទី2ទៀតអាចនឹងគាត់ដាំដំឡូងសិនឆ្នាំទី1ហើយប្រហែលជាឆ្នាំទី2បានគាត់ដាំកូនចន្ទីឡើងវិញបើតាមការប៉ាន់ស្មានអ្វីដែលធ្លាប់ឃើញកន្លងមកនេះសម្រាប់ការកាប់ចន្ទីចាស់ចោលដោយសារតែមួយរយៈពេលនេះខ្ញុំឃើញកសិករភាគច្រើនគាត់ដឹកដើមចន្ទីចេញពីចការយកមកដាក់នៅតាមផ្លូវអស់ហើយឃើញឡានដឹករហូតតាក់ទងនឹងចន្ទីបុរាណជាទូទៅកសិករប្រហែលឆ្នាំមុនសូម្បីតែក៏គាត់កាប់ចោលដែរដោយសារតែចន្ទីតម្លាក់ថ្លៃដលងបានថ្លៃដល់ពេលដំណាក់កាលនេះគាត់ត្រូវតែដាំសាថ្មីឡើងវិញទី1ទី2ទៀតចន្ទី
អឺសម្រាប់ចន្ទីបុរាណគាត់កាប់ជារៀងរាល់ឆ្នាំគាត់កាប់ចោលបណ្ដានេះទៅតម្រូវការដាំគឺតម្រូវការខ្ពស់ដល់យើងទៅដីកើនឡើងវិញចង់និយាយថាកើនឡើងទី1គាត់ដីនឹងធ្លាប់ដាំដលងហើយទី2ដីចន្ទីបុរាណបានន័យថាចន្ទីបុរាណនេះគាត់អត់ចូលជាផ្លូវការរបស់ក្រសួងឬក៏អត់ចូលជាផ្លូវការរបស់សមាគមទេសមាគមតាមការពិតគាត់សរុបតែចន្ទីដល់ពេលចន្ទីបុរាណក៏អត់បានសរុបទេដល់ឥឡូវតាមការរំពឹងទុកគឺកើនជាងអ្វីដែលធ្លាប់ធ្វើកន្លងមកសម្រាប់ដីថ្មីទៀតក្រុងនឹងបញ្ចប់នៅខែ5ដាច់ខែ5បានយើងបញ្ចប់បានដោយសារតែរាល់ថ្ងៃនេះអ្នកដែលកំពុងតែប្រមូលផលនៅប្រមូលផលបាននៅឡើយអ្នកដែលចេញក្តាប់នៅក្នុងខែ4តើដាច់ខែ5បានអស់សម្រាប់ចន្ទីឆ្នាំនេះដោយសារតែវាពីពញាពេលនៃការចេញផ្កាដល់ពេលនេះទៅអាផ្លែនេះគឺវាពញាពេលនៃការចេញក្តាប់ដែរអញ្ចឹងបើជាពាក់កណ្ដាលខែ5ឬក៏ដាច់ខែ5បានអស់ការរំពឹងទុកសង្ឃឹមថាបាន80%នៃការរំពឹងទុករបស់ប៉ុនយើងអត់បាន100%ទេដោយសារតែអាកាសធាតុឆ្នាំនេះវាមានមិនសូវអំណោយផលដោយសារតែវាទី1តិចរយៈពេលវែងទី2ទៀតចន្ទីវាពញានៃការចេញផ្ការរហូតមកដល់ពេលប៉ុណ្ណេះខ្លះទៅប្រមូលផលលើកទី1ទេដល់និយាយទៅវារៀងខុសបន្តិចมันអាចបានប៉ុណ្ណអ្វីដែលយើងបានក្រងទុកការដែលយើងបានក្រងទុកដី600ហាត់ត្រូវ1000តោនជាងប៉ុន្តែតាមការរំពឹងទុកហើយនឹងគម្រោងផែនការអាជីវកម្មយើងដាក់រីកាសម្រាប់គម្រោងអាជីវកម្មនេះ1000តោនលើសតិចតួចប៉ុន្តែយើងគិតថាបានប្រហែលជា80%បានន័យថាក្នុង1000តោនអាចបាន800តោនអាចបានចន្លោះហ្នឹងហើយ